ក្រោយពីបានធ្វើសមាធិជារៀងរាល់ព្រឹករយៈពេល15នាទីធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អជាងមុនច្រើនមែនណាបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំសូមចែករំលែកទៅដល់ម៉ាក់និងបងដែលជាស្ត្រីមេផ្ទះក៏ដូចជាបងដែលប្រកបអាជីវកម្មផងនិងមើលថែកូនផងបងអាចសាកល្បងបានណាព្រោះវាពិតជាជួយដល់អារម្មណ៍តានតឹងរបស់យើងបានមួយកម្រិតមែនណាសូមបញ្ជាក់ការធ្វើសមាធិរបស់ខ្ញុំគឺផ្ដោតទៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្តតែប៉ុណ្ណោះបងប្អូនមុននឹងចែករំលែកអំពីការធ្វើសមាធិសូមដាក់តែមួយសិនបងប្អូនខ្ញុំជ្រើសរើសយកការញ៉ាំតែដើម្បីឲ្យមានអារម្មណ៍ស្ងប់ក្នុងការតាំងសមាធិរបស់ខ្ញុំចង់ធ្វើសមាធិតើគួរចាប់ផ្ដើមដោយរបៀបណាហើយធ្វើម៉េចកុំឲ្យបែកអារម្មណ៍ការចាប់ផ្ដើមមាន4ចំណុចធំៗទី1ជ្រើសរើសទីកន្លែងនិងពេលវេលាទី2ឥរិយាបថអង្គុយទី3ផ្ដោតអារម្មណ៍លើដង្ហើមទី4ចិត្តមេត្តាទី1យើងត្រូវរកកន្លែងស្ងប់ស្ងាត់និងគ្មានការរំខានចាប់ផ្ដើមធ្វើក្នុងរយៈពេលខ្លីៗសិនបានហើយតែ5នាទីអីទៅបានហើយរួចយើងបង្កើនវាបន្តិចម្ដងទៅដោយមិនចាំបាច់ប្រើពេលយូរទេសំខាន់គឺយើងធ្វើទៀងទាត់ទៅទី2ឥរិយាបថអង្គុយយើងអង្គុយពេនភ្នែនដោយតម្រង់ខ្នងឲ្យត្រង់សម្រាកស្មាកនិងផ្ទៃមុខបិទភ្នែកហើយឲ្យមុខចុះបន្តិច3ផ្ដោតអារម្មណ៍លើដង្ហើមដកដង្ហើមឲ្យវែងមួយសារចុះសារឡើងហើយផ្ដោតចិត្តទៅលើខ្យល់ដង្ហើមដែលចេញចូលតាមច្រមុះឬដាក់អារម្មណ៍ទៅលើការផត់ពោះនិងប៉ោងពោះទី4ចិត្តមេត្តាអ្នកអាចសាកល្បងអនុវត្តទ្រឹស្ដីសេចក្តីស្រឡាញ់និងមេត្តាដោយនិយាយឃ្លាជូនពរខ្លួនឯងដូចជាសូមឲ្យខ្ញុំសប្បាយចិត្តសូមឲ្យខ្ញុំមានសុខភាពល្អសូមឲ្យខ្ញុំរស់នៅដោយសុខស្រួលក៏នៅសំខាន់យើងកុំតានតឹងពេកគ្រាន់តែព្យាយាមធ្វើអារម្មណ៍ធម្មតាហើយប្រសិនបើបងប្អូនធ្វើវាឲ្យទៀងទាត់រាល់ថ្ងៃបងប្អូននឹងចាប់ផ្ដើមទទួលអារម្មណ៍ល្អហើយស្ងប់មែនទែន